គ្រប់ជ្រាបសួរបងប្អូនម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំម្ដងទៀតហើយថ្ងៃនេះខ្ញុំចេញមកដើរដាក់បកាយរៀងលះទៅចឹងណាខ្ញុំចេញមកដើររត់ត្រីច្រឡំដើរដាក់បកាយខ្ញុំចេញមកដើររត់ត្រីនេះមានរត់មួយកូនកបិតធំមួយទុកជាងឃើញតុងឯកំតុងនេះហើយនឹងស្បាយប៉ុណ្ណេះពេញមកយកនេះអត់មានអីច្រើនហើយបាក់រូបផ្លូវដើរមែនទេតាមផ្លូវស្អីស្កាស់ផ្លូវកាច់ច្រើនណាស់ទាំងអស់គ្នានេះខ្ញុំមកនេះវារាំងបាន3-4ថ្ងៃដែរបាទខ្ញុំមកដល់នេះហើយក៏ពេលខ្លះផ្លូវខ្លះក៏រៀងពិបាកដែរតែអីវាមិនជាបញ្ហាទេសម្រាប់ខ្ញុំផ្លូវប៉ុណ្ណឹងក៏គួរបើយើងទុកផ្លូវប៉ុណ្ណឹងមានបញ្ហាចុះរងតរកូនស្រីទៀតហ្នឹងហើយខ្ញុំនិយាយលេងទេហើយហ្នឹងហើយតែគាត់កុំភ្លេចតាមដានទស្សនាវីដេអូរបស់ខ្ញុំដល់ចប់ផងណាចំណានថាយប់នេះខ្ញុំជួបត្រីបានប្រមាណអីចឹងណាហើយអ្វីដែលសំខាន់កុំភ្លេចជួយ Subscribe ជាអ្នកថ្មីខ្ញុំម្នាក់មួយផងអូខេអរគុណច្រើនតោះយើងទៅតាមដាននៅវីដេអូរបស់ខ្ញុំចូលដល់ថាយប់នេះខ្ញុំរត់ត្រីបានប៉ុន្មាន Let's go ដល់កន្លែងនេះដែរគឺថាទឹកលិចជើងហើយនៅទាំងនេះជ្រៅដែរកន្លែងអត់មានផ្លូវដើរទេទឹកអត់ចូលមកដល់ទេប៉ុន្តែពេលភ្លៀងខ្លាំងអើយមួយថ្ងៃមុនទៅក៏ទឹកវាច្រើននៅគួនក្តោរត់ទៅញាប់ថាញ់មកវាខ្លាចជើងនិយាយមែនពេលខ្លះខ្ញុំក៏ស្អប់ក្តោរដែរណាទាំងគ្នាមន់ខ្ញុំមកសបុកឈៀងហ្នឹងត្រូវក្តោរវាបរិភោគឡើងខ្ទេចវល់ក្តោរតាមភូមិកាច់ហ្នឹងអូខ្ញុំមិនដឹងទៅតាមផ្លូវណាទៅផ្លូវណីណាបើទឹកវាប្រសិទ្ធប្រសាចពេញទៅវាលចឹងហ្នឹងមិនដឹងថាយប់នឹងយើងដើររកត្រីបានឬអត់ទេដើរតាមជួបអ្នកដាក់បកាយសំបីតែមួយណាជួបវិញគាត់មកសួរគេទៅណាផ្លូវទៅណាអញ្ចឹងណាអូទឹកនេះជ្រៅណាស់ទាំងអស់គ្នាមើលស្រែនេះជ្រៅណាស់តែគេអត់ទាន់សំបីតែវាយដីទឹកចោលមិនបណ្ដោយនេះស្រែនេះទឹកលហាច់ហេពេញស្រែហើយដល់ស្រែនេះអ្នកទាំងអស់គ្នាមើលស្មៅទឹកស្អាតដល់ហើយនេះឡើងអេមមែនទេស្មៅទឹកច្រើនស្មៅទឹកឡើងនេះឃើញហើយរីគៀអន្ទឹងមែនទេហើយត្រីខ្ញុំដើរមកទូដែរតែឃើញតែឃើញស្មៅទឹកស្អាតមានកថតចែកជូនអ្នកទាំងអស់គ្នាទស្សនាលេងមើលអញ្ចឹងណាស្អាតមែនទេអ្នកទាំងអស់គ្នាខ្ញុំជាត្រីនឹងហែលលេងប៉ុណ្ណាទេណា